បាទសូមជម្រាបសួរទៅដល់គ្រួសារ CLC ជាមួយនឹងគ្នាខ្ញុំសប្បាយខ្លាំងមែនទែនជួបបងប្អូននៅទីនេះជាមួយនឹងគ្នាហើយទឹកមុខស្នាមញញឹមរបស់បងប្អូននាំឲ្យក្រុមជំនុំ CLC របស់យើងគ្រាន់តែបើកទ្វារចូលមកភ្លាមយើងមានកម្លាំងជាមួយនឹងគ្នាងាកទៅអ្នកចិត្តយើងហើយប្រាប់គាត់ថាខ្ញុំសប្បាយណាស់ជួបបងជួបប្អូនអង្គុយនៅទីនេះថ្វាយបង្គំព្រះអង្គជាមួយខ្ញុំបាទអរគុណច្រើនដោយសូមស្វាគមន៍ឲ្យខ្ញុំស្រឡាញ់ហើយយើងក្រុមជំនុំរបស់យើងតែងតែអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាពីព្រោះមូលហេតុដែលយើងមានក្រុមជំនុំនៅទីនេះគឺដើម្បីជាកន្លែងមួយឲ្យបងប្អូនទាំងអស់គ្នាយើងចូលរួមជាមួយគ្នាយើងរីកចម្រើនជាមួយគ្នាហើយយើងបំរើជាបេសកកម្មជាមួយគ្នាអាមែនទេដោយនៅទីកន្លែងនេះមានឱកាសច្រើនណាស់សម្រាប់បងប្អូនទាំងអស់គ្នាហើយសូមស្វាគមន៍ជាការអញ្ជើញរបស់បងប្អូនទាំងអស់គ្នាកាលនៅមេរៀននៅក្នុងសប្តាហ៍នេះនៅវេលាព្រឹកនេះយើងមើលអំពីការបង្កើតផលសម្រាប់ព្រះយេស៊ូវគ្រីស្ទងាកទៅអ្នកចិត្តរបស់យើងហើយប្រាប់គាត់ថាតោះយើងបង្កើតផលសម្រាប់ព្រះយេស៊ូវមួយគ្នាកាលពីសប្តាហ៍មុនយើងជួបជាមួយនឹងលោកគ្រូ Scott ហើយគាត់បានលើកឡើងអំពីការនៅជាប់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទហើយនៅពេលដែលគាត់និយាយជាមួយនឹងការដែលយើងឮពីគាត់អ្វីមួយដែលជំរុញចិត្តយើងឲ្យសេចក្តីប្រាថ្នារបស់យើងគឺយើងចង់ធ្វើជាដីទី4ប្រភេទគឺជាដីដែលមានជីវជាតិល្អហើយដែលមានគ្រាប់ពូជបានដាក់ទៅហើយវាស្រូបហើយចាក់ឫសចូលទៅក្នុងដីហ្នឹងហើយដែលនឹងបង្កើតផលជាច្រើនហើយក៏លើកឡើងអំពីជីវិតរបស់យើងនៅពេលដែលយើងអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះអង្គចូលជ្រៅនៅក្នុងជីវិតរបស់យើងជីវិតរបស់យើងនឹងបង្កើតផលជាច្រើនហើយតពីអ្វីគេដែលមានកាលពីសប្តាហ៍មុនមកនៅក្នុងសប្តាហ៍នេះដែលយើងនឹងផ្ដោតទៅលើការបង្កើតផលថ្វាយព្រះយេស៊ូវគ្រីស្ទយើងភ្ជាប់ជាមួយនឹងអ្វីគេដែលពីសប្តាហ៍កន្លងទៅនេះដែលយើងមិនមើលរំលងពីការសារៈសំខាន់មិនគ្រាន់តែយើងផ្ដោតទៅលើការបង្កើតផលក៏ប៉ុន្តែការដែលយើងនៅជាប់ជាមួយនឹងព្រះអង្គនៅជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គវានោះនឹងឲ្យយើងបង្កើតផលថ្វាយទៅកាន់ព្រះអង្គផងដែរដោយកាលពីសប្តាហ៍មុនបានលើកឡើងពីប្រស្នាពីដី4ប្រភេទនៅក្នុងសប្តាហ៍នេះព្រះគ្រីស្ទព្រះអង្គក៏មានព្រះបន្ទូលប្រៀបធៀបមួយទៀតទៅកាន់អ្នកជឿព្រះអង្គដើម្បីឲ្យគេដឹងអំពីគោលបំណងនៃជីវិតរបស់គ្រីស្ទបរិស័ទរស់នៅលើផែនដីមិនគ្រាន់តែជឿក៏ប៉ុន្តែបង្កើតផលថ្វាយទ្រង់អាមែនទេឬសូមអស់លោកអ្នកបងប្អូនអានជាមួយនឹងខ្ញុំនៅក្នុងយ៉ូហានជំពូក15ពីខ1ដល់ខ4ហើយនឹងទៅដល់ខ7ជាមួយនឹងគ្នាត្រៀមហើយនៅបងប្អូនទាំងអស់គ្នាយ៉ាងណាក្រុមជំនុំ CLC យើងស្រឡាញ់ព្រះបន្ទូលព្រះអង្គហើយយើងអានឲ្យលឺជាមួយនឹងគ្នាជាមួយខ្ញុំបានទេអូខេតោះ1 2 3ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិតហើយព្រះវរបិតាខ្ញុំជាអ្នកដាំអត់ទាំងផ្នែកណាដែលដុះចេញពីខ្ញុំដែលមិនបង្កើតផលនោះទ្រង់នឹងកាត់ចោលតែអត់ទាំងផ្នែកណាដែលបង្កើតផលផ្លែនោះទ្រង់នឹងលួសផ្នែកនោះវិញដើម្បីឲ្យបង្កើតផលជាច្រើនឡើងឯអ្នករាល់គ្នាបានស្អាតហើយដោយសារពាក្យដែលខ្ញុំបានប្រាប់ចូលនៅជាប់នឹងខ្ញុំហើយខ្ញុំនៅជាប់នឹងអ្នករាល់គ្នាចុះប្រៀបដូចជាផ្នែកបើមិននៅជាប់នឹងគល់នោះពុំអាចនឹងបង្កើតផលដែលឯងបានទេម្លងទៅខ7បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នានោះចូលសូមអីចឹងទៅសូមអធិដ្ឋានជាមួយខ្ញុំដោយព្រះយេស៊ូវយើងខ្ញុំអរគុណព្រះអង្គដែលទ្រង់ជាប្រភពនៃជីវិតរបស់យើងខ្ញុំដែលព្រះបន្ទូលព្រះអង្គគឺជាប្រភពនៃជីវិតរបស់យើងខ្ញុំដែរដោយព្រះយេស៊ូវយើងខ្ញុំអរគុណព្រះអង្គសូមមានបន្ទូលមកកាន់ក្រុមជំនុំសូមមានបន្ទូលមកកាន់យើងខ្ញុំយើងអរគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអាមែនបាទដោយនៅទីនេះព្រះអង្គមានបន្ទូលប្រៀបធៀបទៅកាន់សិស្សរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលថាខ្ញុំគឺជាផ្នែកដ៏ពិតដែលប្រវោបិតាដែលបានដាំហើយបន្ទាប់មកព្រះអង្គងាកទៅកាន់ពួកសិស្សរបស់ព្រះអង្គដែលមានបន្ទូលថាអស់ទាំងផ្នែកណាដែលដុះចេញពីខ្ញុំដែលមិនបង្កើតផលនោះព្រះអង្គនឹងធ្វើអីកាត់ចោលនៅពេលដែលពាក្យតាឡាកាត់ចោលពាក្យខ្មែរយើងកាត់ឲ្យលួស
មានពាក្យកាត់ចោលហើយនឹងពាក្យកាត់លួសពាក្យកាត់ចោលមានន័យថាយើងកាត់មេឃនឹងឲ្យដាច់ផឹងមេឃនឹងចប់ទាំងអស់តែហ្មងទាំងមេឃតូចមេឃធំគឺមកក្តៀងធំនឹងគឺចោលទាំងអស់ហើយបងថាប្រសិនបើមេឃណាដែលអត់បង្កើតផលនោះទេនោះព្រះអង្គនឹងកាត់មេឃនោះចោលហើយវានឹងចប់តែម្ដងហើយបន្ទាប់មកព្រះអង្គមានបន្ទូលថាក៏ប៉ុន្តែមេឃណាដែលបង្កើតផលមេឃណាដែលបង្កើតផលព្រះអង្គលួសវិញមេឃដែលបង្កើតផលព្រះអង្គលួសមិនមែនមានន័យថាកាត់ទាំងមេឃទាំងអស់ចោលទេក៏ប៉ុន្តែក្នុងមេឃធំមួយហ្នឹងមានខ្នែងទូចជាច្រើនហើយព្រះអង្គលួសកាត់ខ្នែងទូចជុំវិញទាំងអស់ហ្នឹងដែលពាក្យអ្នកកសិកម្មគេថាតុបតែងវាមានន័យថាធ្វើឲ្យវាស្អាតព្រមវាឲ្យទូចដើម្បីឲ្យដុសមេឃបានច្រើនជាងមុនដុសខ្នែងទូចបានច្រើនជាងមុនហើយផ្លែល្អច្រើនជាងមុននេះអ្នកកសិកម្មគាត់និយាយចឹងនៅពេលដែលមេឃហ្នឹងប្រសិនបើយើងអត់មេឃហ្នឹងផ្លែដែរក៏ប៉ុន្តែប្រសិនបើអត់កាត់អីចោលសោះឆ្នាំក្រោយទៅផ្លែកាន់តែតិចហើយកាន់តែទូចដូចអ្នកកសិកម្មជាម្ចាស់ចម្ការគេអត់ចង់បានផ្លែកាន់តែទូចហើយកាន់តែតិចទេគេចង់បានផ្លែកាន់តែច្រើនដូច្នេះអ្វីគេដែលម្ចាស់ចម្ការគាត់ធ្វើគេនឹងកាត់តុបតែងមេឃហ្នឹងឲ្យវាស្អាតល្អដើម្បីទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ហើយដើម្បីស្រូបជីវជាតិបានពេញលេញដើម្បីដុសខ្នែងទូចច្រើនទៀតឲ្យផ្លែច្រើនជាងមុនហើយធំជាងមុនដោយម្ចាស់ចម្ការតែងតែចង់បានផលផ្លែល្អជាងមុនហើយច្រើនជាងមុនម្ល៉េះហើយត្រូវលួសកាត់បន្ទាប់មកប្រសិនបើយើងជាសិស្សរបស់ព្រះអង្គហើយយើងចាប់ផ្ដើមសួរខ្លួនឯងជាមួយនឹងពួកសិស្សព្រះអង្គតើខ្ញុំជាខ្នែងដែលបង្កើតផលឬមួយជាអត់តើខ្ញុំជាខ្នែងដែលព្រះអង្គនឹងត្រូវកាត់ចោលឬមួយជាខ្ញុំជាខ្នែងដែលព្រះអង្គគ្រាន់តែលួសដើម្បីឲ្យបង្កើតផលច្រើនជាងទៀតប្រសិនបើខ្ញុំជាយ៉ូហានណាពេត្រុសយ៉ាកុបខ្ញុំនឹងអង្គុយនឹងខ្ញុំងាកទៅឆ្វេងស្ដាំចុះខ្ញុំជាមេឃមួយណាអាមួយទីទៀតព្រះអង្គកាត់ចោលឬមួយអាមួយទីទៀតព្រះអង្គនឹងលួសឬមួយងាកទៅក្នុងចំណោមនឹងចំគ្នាយើងនៅទីនេះមួយណាជាខ្នែងមួយណាក៏ប៉ុន្តែកុំព្រួយនៅក្នុងខ3ព្រះអង្គថាអ្នករាល់គ្នាបានស្អាតហើយអ្នករាល់គ្នាដែលជឿហើយនៅជាប់ជាមួយនឹងព្រះអង្គបានស្អាតហើយដោយសារពាក្យដែលខ្ញុំបានប្រាប់ហើយព្រះអង្គលើកទឹកចិត្តទៅដល់យើងទាំងអស់គ្នាកុំមានការសង្ស័យតិចខ្ញុំជាខ្នែងមួយណាទេនៅទីនេះមើលពីណានៅទីនេះណាគេខ្នែងដែលល្អជាងគេអរេបើយើងជឿព្រះអង្គហើយយើងបានស្អាតហើយបើយើងជឿដល់ព្រះអង្គហើយយើងគឺជាខ្នែងដែលបង្កើតផលហើយពីព្រោះព្រះវិញ្ញាណរបស់ព្រះអង្គនៅខាងក្នុងយើងហើយដូចកុំសង្ស័យតែបន្ទាប់មកខ4ព្រះអង្គលើកទឹកចិត្តដល់ទៀតហើយអ្វីគេដែលព្រះអង្គលើកទឹកចិត្តដូចជាអ្វីគេដែលខ្ញុំតែងតែនិយាយកុំឲ្យគ្រាន់តែជឿឲ្យចប់មានន័យថាខ្ញុំជឿព្រះគ្រីស្ទហើយដូច្នេះខ្ញុំដឹងតែពេលដែលខ្ញុំស្លាប់ខ្ញុំទៅឋានសួគ៌ដោយការងាររបស់ខ្ញុំចប់ខ្ញុំជឿហើយខ្ញុំធ្វើអីក៏បានដែរនៅលើផែនដីនេះអត់ទេពេលយើងជឿគឺជាពេលយើងចាប់ផ្ដើមជាមួយនឹងព្រះអង្គយើងចាប់ផ្ដើមអីយើងចាប់ផ្ដើមជីវិតថ្មីរបស់យើងជាមួយនឹងព្រះអង្គយើងចាប់ផ្ដើមអីគេយើងចាប់ផ្ដើមបង្កើតផលសម្រាប់ព្រះគ្រីស្ទពីមុនមកយើងបង្កើតផលសម្រាប់ខ្លួនយើងក៏ប៉ុន្តែឥឡូវនេះយើងបង្កើតផលសម្រាប់នគរព្រះវិញម្ដងពេលយើងជឿហើយយើងចាប់ផ្ដើមដកបទពិសោធន៍ជាមួយនឹងព្រះអង្គវិញម្ដងម្ល៉េះហើយបានជាព្រះអង្គប្រាប់ថាមិនមែនជឿហើយចប់ទេដូច្នេះចូលនៅជាប់នឹងខ្ញុំហើយខ្ញុំនៅជាប់អ្នករាល់គ្នាចុះប្រៀបបានដូចជាខ្នែងបើមិននៅជាប់នឹងខ្ញុំនោះទេអ្នករាល់គ្នាពុំអាចនឹងបង្កើតផលបាននោះឡើយសំណួរសម្រាប់យើងនៅវេលាព្រឹកនេះតើខ្ញុំអាចបង្កើតផលដោយអវត្តមានព្រះគ្រីស្ទបានឬមួយក៏អត់ហើយចម្លើយនោះយើងមិនអាចបង្កើតផលសម្រាប់ព្រះគ្រីស្ទបើយើងមិននៅជាប់ជាមួយនឹងព្រះគ្រីស្ទបាននោះទេហើយនៅក្នុងខ7ព្រះអង្គលេងពាក្យជាមួយនឹងយើងទាំងអស់គ្នាប្រាប់ថាបើនៅជាប់ព្រះអង្គនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គហើយមានន័យថាបើសិនបើយើងជឿយើងមិនមែនគ្រាន់តែជឿតែយើងចេះព្រះបន្ទូលព្រះអង្គដែរមែនទេយើងមិនមែនគ្រាន់តែជឿហើយចប់យើងមិនមែនគ្រាន់តែជឿហើយចោលតែយើងជឿហើយយើងនៅជាប់យើងជឿហើយយើងចេះស្គាល់ពីព្រះអាមែនទេ
ថាប្រយើងនៅជាប់យើងនៅជឿជាមួយនឹងព្រះអង្គយើងនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គដែរព្រះអង្គចង់បានផលផ្លែច្រើនពីជីវិតយើងហើយមិនមែនគ្រាន់តែផ្លែតូចហើយតិចក៏ប៉ុន្តែផ្លែច្រើនហើយមិនមែនគ្រាន់តែជាផលផ្លែនៅខាងក្រៅពីអ្វីគេដែលព្រះអង្គចង់បានក៏ប៉ុន្តែជាផលផ្លែដែលព្រះអង្គសពរហត្ថីក្នុងនាមយើងជាអ្នកដែលដាំដើមឈើខ្ញុំមានដើមស្វាយប៉ុន្តែអ្នកនៅទីនេះចូលចិត្តផ្លែស្វាយប្រហែលអ្នកអត់ដែលឃើញផ្លែស្វាយសោះអត់មានទេមែនទេពេលយើងឃើញអំពីអ្នកដាំស្វាយឬម្ចាស់ចម្ការស្វាយគាត់ចង់បានផ្លែស្វាយមិនចឹងហើយមិនមែនគ្រាន់តែចង់បានតិចគាត់ចង់បានអាថ្លោះល្អហើយចង់បានច្រើនជាការរំពឹងហើយមិនមែនគ្រាន់តែជាស្វាយដែលគ្រាន់តែផ្លែមកហូបអត់កើតក៏ប៉ុន្តែផ្លែស្វាយដែលមានរសជាតិឆ្ងាញ់ហើយយើងចង់មើលអំពីជីវិតរបស់យើងដើម្បីឲ្យយើងអាចកាន់តែពិចារណាថែមទៀតអីគេជាគោលបំណងដែលព្រះអង្គចង់បានពីជីវិតរបស់យើងនៅលើផែនដីអីគេជាគោលបំណងរបស់យើងងាយស្រួលដែលយើងធ្វើអ្វីគេដែលយើងកំពុងធ្វើរាល់ថ្ងៃហើយយើងភ្លេចគិតអំពីតើធ្វើម៉េចតើជីវិតរបស់ខ្ញុំមានអីត្រូវកែកុនមានអីត្រូវកាត់លួដើម្បីឲ្យជីវិតរបស់ខ្ញុំផ្អែមដល់ព្រះអង្គហើយនឹងផ្អែមទៅដល់អ្នកដែលជុំវិញថែមទៀតធ្វើម៉េចដើម្បីឲ្យខ្ញុំចេះតែមានផលជាច្រើនទៀតថ្វាយទៅកាន់ព្រះអង្គងាកដល់អ្នកចិត្តរបស់យើងឲ្យប្រាប់ថាតោះយើងបង្កើតផលផ្លែឲ្យច្រើនថ្វាយព្រះអង្គនៅពេលដែលខ្ញុំគិតអំពីផលផ្លែដែលព្រះអង្គសពតិនៅក្នុងជីវិតរបស់យើងនេះជាចំណុចមួយចំនួនដែលធ្វើឲ្យខ្ញុំគិតជឿកាន់តែយូរកាន់តែជឿកាន់តែមានជំនឿលើព្រះអង្គមែនទេយើងមិនជឿកាន់តែយូរទៅហើយជំនឿរបស់យើងកាន់តែទូចទៅរួមទៅទូចទៅស្វិតទៅទេយើងចង់ឲ្យជំនឿរបស់ខ្ញុំឆ្នាំនេះខ្ញុំជឿព្រះអង្គមានជំនឿទុកចិត្តលើព្រះអង្គលើសជាងឆ្នាំមុនខ្ញុំមិនគ្រាន់តែជឿហើយអត់បង្កើតសិស្សពីព្រោះក្រុមជំនុំយើងនឹងស្លាប់ប្រសិនបើយើងឈប់ផ្សាយនឹងល្អបង្កើតសិស្សក្រុមជំនុំរបស់យើងនឹងស្លាប់ប្រសិនបើយើងឈប់ផ្សាយនឹងល្អបង្កើតសិស្សហើយនេះមិនមែនជាការត្រាស់ហៅសម្រាប់តែម្នាក់ក៏ប៉ុន្តែជាការត្រាស់ហៅសម្រាប់គ្រប់អ្នកជឿទាំងអស់តាំងពីពេលយើងជឿព្រះរហូតមកដល់ឥឡូវនេះមិនមែនជាសំណួរកាត់ទោសតែជាសេចក្ដីគិតជាមួយគ្នាតើយើងបានផ្សាយនឹងល្អប្រមាណអ្នកយើងបានអញ្ជើញគេមកក្រុមជំនុំយ៉ាងណាតើយើងចូលរួមក្នុងដំណើរបេសកកម្មនាំគេឲ្យស្គាល់ព្រះប៉ុណ្ណាមិនជាពេលវេលាដែលចាក់ដោតក៏ប៉ុន្តែជាពេលវេលាដែលសេចក្ដីគិតគោលបំណងរបស់ព្រះអង្គសម្រាប់យើងគឺជើចេញទៅផ្សាយនឹងល្អប្រកើតសិស្សនៅគ្រប់ទាំងសាសមិនគ្រាន់តែជឿហើយចប់ឥឡូវនេះខ្ញុំបានទៅឋានសួគ៌ខ្ញុំមានតំណែងទំនងជាមួយនឹងព្រះអង្គណាផ្សេងទៀតខ្ញុំអត់ដឹងទេក៏ប៉ុន្តែខ្ញុំដឹងរួចខ្លួនហើយហេដំណឹងល្អណាស់តែមិនមែនគ្រាន់តែសម្រាប់យើងតែសម្រាប់ដល់អ្នកផ្សេងទៀតដូច្នោះដែរនៅពេលដែលយើងកាន់តែជឿយើងចង់កាន់តែស្ដាប់បង្គាប់ព្រះអង្គពេលខ្លះព្រះអង្គត្រាស់ហៅយើងធំពេលខ្លះព្រះអង្គហៅយើងឲ្យធ្វើអ្វីយ៉ាងសាមញ្ញបំផុតតែរាល់ការត្រាស់ហៅទាមទារឲ្យការស្ដាប់បង្គាប់តើយើងស្ម័គ្រចិត្តនៃការស្ដាប់បង្គាប់ព្រះអង្គប៉ុណ្ណាចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងនៅពេលដែលខ្ញុំគិតពីផលផ្លែនៅក្នុងកាឡាទីជំពូក5បាននិយាយប្រាប់យើងអំពីតែផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធនេះគឺជាកិច្ចការងារដែលព្រះវិញ្ញាណបរិសុទ្ធដែលនៅខាងក្នុងយើងហើយតាមរយៈយើងដែលព្រះវិញ្ញាណបរិសុទ្ធចង់ធ្វើការនៅក្នុងជីវិតរបស់យើងសេចក្តីស្រឡាញ់អំណរអ
មេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ slow boat ហើយដឹងខ្នាតប្រសិនបើយើងមានទាំងអស់នេះរីកចម្រើននៅក្នុងជីវិតរបស់យើងទោះបីណានាកាន់សាសនាក៏ដោយក៏គេពិបាកនិយាយទាស់ប្រឆាំងពីយើងផងដែរហើយទាំងអស់នេះគឺជាផលផ្លែដែលមាននៅក្នុងជីវិតរបស់យើងដែលមាននៅក្នុងផលផ្លែនៅក្នុងជីវិតរបស់យើងហើយអ្វីទាំងអស់នេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នានៅទីនេះយើងមានហើយតែអ្វីគេដែលសំខាន់មិនមែនគ្រាន់តែយើងមានហើយនោះទេក៏ប៉ុន្តែសួរមួយមកកាន់ទាំងខ្ញុំហើយនិងបងប្អូនទាំងអស់គ្នាដែលនៅទីនេះជាមួយនឹងគ្នាមានច្រើនអត់មានថ្លោះអត់ខ្ញុំជឿថាយើងមានហើយនៅពេលដែលយើងជឿដល់ព្រះអង្គយើងមានសេចក្តីស្រឡាញ់របស់ព្រះអង្គហើយតើសេចក្តីស្រឡាញ់របស់ព្រះអង្គដែលយើងមានចំពោះព្រះអង្គហើយនឹងចំពោះដល់បងប្អូនរបស់យើងនៅទីនេះឬនៅជុំវិញយើងឬនៅក្នុងគ្រួសាររបស់យើងឬទៅកាន់អ្នកជិតខាងរបស់យើងតើវាកាន់តែធំទៅឬមួយក៏នៅដដែលឬមួយក៏កាន់តែស្វិតហើយបងប្អូនទាំងអស់គ្នាព្រះអង្គមិនមែនគ្រាន់តែចង់ឲ្យយើងមានផលផ្លែតែប៉ុណ្ណេះព្រះអង្គចង់ឲ្យយើងមានផលផ្លែកាន់តែច្រើនថែមទៀតខ្ញុំជឿថាបងប្អូនខ្លះយើងរីកចម្រើនជាច្រើនឆ្នាំមកហើយពេលខ្លះនៅពេលដែលយើងដើរជាមួយនឹងព្រះអង្គបង្កើតផលថ្វាយព្រះអង្គយើងអាចទៅដល់កម្រិតមួយដែលយើងមើលមកកាន់ខ្លួនយើងថាឥឡូវនេះខ្ញុំមានផលច្រើនហើយតែប៉ុណ្ណឹងគ្រប់ហើយនៅព្រះអង្គថាប្រសិនបើយើងបង្កើតផលកាន់តែច្រើនខ្ញុំរកដើមត្រពាំង3ជួរអត់បានខ្ញុំដើរជុំវិញវាយវាមសុំទោសអ្នកថែសួនតែអរគុណព្រះអង្គដែលគេដាំដើមឈើហូបផ្លែដែលប្រាប់ថាប្រសិនបើយើងជាមេឃដែលបង្កើតផលព្រះអង្គចង់លួសកាត់យើងព្រះអង្គចង់លួសកាត់យើងដើម្បីឲ្យឆ្នាំក្រោយផលផ្លែវាធំជាងនេះដោយអ្វីគេដែលយើងមើលឃើញអំពីការលូតលាស់ក្នុងខាចរិតលក្ខណៈរបស់យើងដូចជាព្រះគ្រីស្ទវាជាដំណើរមួយដែលព្រះអង្គនឹងបន្តលួសខ្នែងរបស់យើងដើម្បីឲ្យបង្កើតផលកាន់តែច្រើនថែមទៀតយើងប្រៀបដូចជាខ្នែងនេះហើយនៅពេលដែលយើងមើលខ្នែងនេះទៅយើងនឹងឃើញមានពីរផ្នែកដែលសំខាន់ផ្នែកទី1ជាអ្វីគេដែលម្ចាស់ចម្ការចង់បានមែនទែនគឺផលផ្លែមែនទេយើងនៅពេលដែលយើងដាំដើមឈើហូបផ្លែយើងចង់បានផលផ្លែមែនទេខ្ញុំទៅកាត់ដើមមៀនខ្ញុំចោលមកដើមចោលទាំងស្រុងហ្មងដាំ6ឆ្នាំហើយអត់ផលឬផលទូចខ្លាំងពេកខ្ញុំខ្វះសេចក្តីអត់ធ្មត់ខ្ញុំសម្រេចចិត្តកាត់ដើមវាចោលបណ្ដោយដាំដើមថ្មីពីព្រោះខ្ញុំចង់បានផលអត់មានហេតុផលអីដែលអត់មានផលផ្នែកមួយទៀតដែលសំខាន់របស់មេឃគឺនៅជាប់ជាមួយនឹងគល់ផ្នែកមួយទៀតដែលសំខាន់សម្រាប់មេឃគឺនៅត្រង់នេះដែលគល់របស់វានេះនៅជាប់ជាមួយនឹងគល់មេឃហើយនឹងដើមវានេះបើសិនបើជាប់បានល្អវានឹងបង្កើតឲ្យមានជីវជាតិពេញទាំងមេឃនឹងហើយបង្កើតបានផលល្អដោយមេឃឈើមិនមែនគ្រាន់តែផ្ដោតតែទៅលើខ្ញុំធ្វើម៉េចឲ្យបង្កើតផលបានច្រើននោះទេមេឃនេះអត់អាចរស់ដោយខ្លួនឯងបាននោះទេមេឃនេះអាចរស់បានដោយសារតែមេឃផ្ទាល់នេះនៅជាប់ជាមួយនឹងដើមរឹងមាំល្អប៉ុណ្ណាហើយតិចទៀតខ្ញុំនឹងនិយាយអំពីសារៈសំខាន់ហើយធ្វើម៉េចដើម្បីឲ្យយើងមិនមែនគ្រាន់តែផ្ដោតទៅលើអ្វីគេដែលយើងធ្វើថ្វាយទៅព្រះក៏ប៉ុន្តែយើងផ្ដោតទៅលើយើងនៅជាប់ជាមួយនឹងព្រះអង្គហើយនឹងព្រះបន្ទូលរបស់ព្រះអង្គដើម្បីឲ្យយើងកាន់តែបង្កើតផលកាន់ថែមទៀតតែម្ចាស់ចម្ការប្រាប់ថាប្រសិនបើមេឃនេះវាបង្កើតផលយ៉ាងដូចនេះហើយម្ចាស់ចម្ការនឹងព្យាយាមលួសមេឃខ្លះចោលគេហៅថាតែងមេឃវាអូខេយើងព្យាយាមតែងមេឃវាឲ្យបានស្អាតអូខេដែលចាប់ផ្ដើមលួសកាត់វាឲ្យមើលទៅវាអាចមើលទៅរៀងទូចជាងមុនណាអាចមើលទៅឆ្នាំនេះបានផលប៉ុណ្ណេះតែឆ្នាំក្រោយវានឹងដុះខ្នែងបន្តទៀតបានច្រើនសំណួរសួរថាប្រសិនបើយើងជាមេឃយើងឈឺហ៎ប្រសិនបើយើងដាក់ខ្លួនរបស់យើងជាមេឃយើងឈឺហ៎យើងប្រកាសជាឈឺហ្នឹងមែនទេ
ពេលខ្លះសេចក្តីសំណុកសុខស្រួលរបស់យើងធ្វើឲ្យយើងគ្រាន់តែបង្កើតផលសាមញ្ញធម្មតាតែព្រះអង្គចង់ឲ្យយើងបង្កើតផលថែមទៀតពីព្រោះព្រះអង្គមើលឃើញថាអ្នកអាចបង្កើតផលបានច្រើនអ្នកអាចបង្កើតផលបានច្រើនជាងមុនអ្នកអាចធ្វើអ្វីគេសម្រាប់នគរព្រះអង្គលើសជាងនេះទៅទៀតពីព្រោះអ្វីគេដែលព្រះអង្គបានផ្ទុកផ្ដាក់មកកាន់យើងម្នាក់នៅទីនេះវាច្រើនខ្លាំងមែនទែនហើយមិនមែនជាបន្ទុកទេក៏ប៉ុន្តែជាឱកាសដែលយើងរស់នៅមួយជីវិតដូចគេដែរក៏ប៉ុន្តែយើងបានផលច្រើនថ្វាយទៅកាន់ព្រះអង្គយើងរស់នៅមួយជីវិតដូចគេដែរក៏ប៉ុន្តែយើងមានឱកាសនាំនគររបស់ព្រះអង្គនាំមនុស្សចូលទៅក្នុងនគររបស់ព្រះអង្គបានច្រើនខ្លាំងមែនទែនក៏ប៉ុន្តែជារឿយព្រះអង្គនឹងត្រូវនាំយើងលួសកាត់ក្នុងជីវិតរបស់យើងដើម្បីឲ្យយើងបានផលច្រើនថែមទៀតហើយប្រសិនបើយើងជាមែកឈើឈឺយើងនឹងស្អីទៅអ៊ុយឥឡូវទាំងអស់គ្នានិយាយមើលអ៊ុយពេលខ្លះយើងជួបការលំបាកបងប្អូនពេលខ្លះយើងឈឺខាងរូបកាយរបស់យើងពេលខ្លះយើងឈឺខាងគំនិតរបស់យើងពេលខ្លះយើងឈឺខាងអារម្មណ៍របស់យើងទុក្ខលំបាកតែងតែកើតមានឡើងក៏ប៉ុន្តែព្រះអង្គចង់ប្រើប្រាស់ទុក្ខលំបាកដែលយើងកំពុងប្រឈមមុខដើម្បីជួយឲ្យជំនឿរបស់យើងកាន់តែរឹងមាំដើម្បីជួយឲ្យជីវិតរបស់យើងកាន់តែដូចជាព្រះគ្រីស្ទច្រើនជាងមុនថែមទៀតដើម្បីឲ្យចរិតលក្ខណៈរបស់យើងកាន់តែប្រសើរឡើងច្រើនទៀតដើម្បីឲ្យផលផ្លែខាងព្រលឹងវិញ្ញាណក្នុងជីវិតរបស់យើងកាន់តែធំជាងមុនហើយកាន់តែច្រើនជាងមុនតែព្រះអង្គត្រូវនាំយើងឆ្លងកាត់ការលួសកាត់ដើម្បីឲ្យយើងកាន់តែរីកចម្រើនតិចទៀតយើងនឹងអានខកពីមួយក៏ប៉ុន្តែខ្ញុំលើកឧទាហរណ៍មួយសូមទោះអត់មានរូបនៅទីនេះកាលពី2ឆ្នាំមុនខ្ញុំទៅលេងផ្ទះឪពុកខ្ញុំនៅតាកែវហើយយើងមានដើមស្វាយមួយស្រុកខ្ញុំហៅស្វាយកែវចិនហើយជាស្វាយមួយដែលថ្លៃបើសិនបើស្វាយយើងធម្មតាយើង1គីឡូប្រហែលជា 3-4 ពាន់ស្វាយនោះគេលក់1គីឡូប្រហែលជារង្វង់ 10000 ឬលើសជាង 10000 ដូចស្វាយល្អស្វាយថ្លៃល្អហើយមានតែមួយដើមមួយហ្នឹងដែលល្អជាងគេក៏ប៉ុន្តែកាលពី2ឆ្នាំមុនមែករបស់វាចាប់ផ្ដើមចាស់ខ្លាំងហើយចាប់ផ្ដើមមានបញ្ញាក្អែកសម្រាប់ខ្មែរយើងស្គាល់បញ្ញាក្អែកហ្នឹងមែនទេបញ្ញាក្អែកប្រសិនបើវាទៅនៅលើមែកឈើហ្នឹងច្រើនវានឹងស្រូបយកជីវជាតិទាំងអស់មែកឈើនឹងលែងមានផ្លែហើយទីបំផុតដើមឈើហ្នឹងនឹងងាប់2ឆ្នាំមុនពេលខ្ញុំទៅឪពុកខ្ញុំគាត់ជួលគេកាប់មែកដើមឈើហ្នឹងឡើងតងល់អស់ហើយដល់ពេលខ្ញុំទៅតែជុំគាត់ធ្វើអញ្ចឹងតិចដើមស្វាយហ្នឹងងាប់បាត់ហើយឆ្នាំមុនខ្ញុំទៅស្វាយចាប់ដើមដុះមែកល្អខ្ចីហើយមើលទៅខៀវច្រើនជាងមុនឆ្នាំនេះស្វាយហ្នឹងផ្លែច្រើនជាងមុនហើយធំច្រើនជាងមុនហើយនៅពេលដែលខ្ញុំគិតអំពីមេរៀននេះហើយខ្ញុំគិតអំពីជីវិតរបស់គ្រីស្ទបរិស័ទរបស់យើងហើយគិតអំពីអ្វីគេដែលព្រះអង្គមានបន្ទូលពេលខ្លះការលំបាកខ្លះមិនមែនដើម្បីបំផ្លាញយើងដែលព្រះអង្គអនុញ្ញាតឲ្យមាននៅក្នុងជីវិតរបស់យើងក៏ប៉ុន្តែដើម្បីឲ្យបង្កើតផលថែមទៀតដើម្បីឲ្យយើងរត់ទៅជាប់ជាមួយនឹងព្រះអង្គច្រើនថែមទៀតដើម្បីឲ្យយើងទីពឹងលើព្រះអង្គច្រើនថែមទៀតហើយដើម្បីឲ្យទីបំផុតព្រះអង្គនឹងនាំផលផ្លែជាច្រើនតាមរយៈជីវិតរបស់យើងនៅក្នុងរ៉ូមជំពូក5ពីខ3ដែលនិយាយថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រពីណាគេចង់បានទុក្ខលំបាកនៅទីនេះខ្ញុំអត់ដែលមានមួយព្រឹកណាដែលខ្ញុំភ្ញាក់ពីដេកឡើងថាព្រះអង្គហើយសូមជួយឲ្យទូបង្គំមានទុក្ខលំបាកថែមទៀតប្រសិនបើបងប្អូនធ្វើអញ្ចឹងខ្ញុំរាប់ថាបងប្អូនជាមនុស្សពេញខាងព្រលឹងវិញ្ញាណខ្លាំងសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកសេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមយើងចេះតែអធិដ្ឋានព្រះអង្គឲ្យសូមឲ្យទូបង្គំមានជំនឿហើយមានសង្ឃឹមតែព្រះអង្គថាដើម្បីឲ្យមានសេចក្តីជំនឿសេចក្តីសង្ឃឹមថែមទៀតតើឆ្លងកាត់ទុក្ខលំបាកតែយើងពេលដែលជួបទុក្ខលំបាកយើងថាព្រះអង្គឲ្យសូមដកទុក្ខលំបាកនេះចេញពីទូបង្គំ
តែទុកលំបាកដែលបងប្អូនកំពុងតែមានគឺកំពុងតែកសាងផលផ្លែនៅខាងក្នុងបងប្អូនឲ្យមានសេចក្តីស្រឡាញ់ឲ្យមានអត់ធ្មត់ឲ្យកាន់តែដឹងខនាតឲ្យកាន់តែសប្បុរសឯសេចក្តីសង្ឃឹមនោះក៏មិនដែលនាំឲ្យមានសេចក្តីខ្មាស់ឡើយពីព្រោះព្រះអង្គពីព្រោះតែសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយមកក្នុងចិត្តយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គប្រទានមកដល់យើងរាល់គ្នាបងប្អូនដើម្បីបានផ្លែច្រើនដើម្បីឲ្យផ្លែធំល្អយើងត្រូវការស៊ូទ្រាំហើយយកជ័យជំនះនិងឆ្លងកាត់ការលុះកាត់នៅក្នុងជីវិតយើងដូចខ្ញុំអត់ដឹងថាបងប្អូនបច្ចុប្បន្ននេះយើងកំពុងតែប្រឈមមុខការលុះកាត់យ៉ាងណានោះទេខ្ញុំអត់ដឹងទុក្ខលំបាកបងប្អូនម្នាក់ក៏ប៉ុន្តែខ្ញុំដឹងថាបងប្អូនមានទុក្ខលំបាកខ្ញុំក៏មានដែរជំនួសឲ្យយើងបាក់ទឹកចិត្តជំនួសឲ្យយើងដើរឆ្ងាយចេញពីព្រះអង្គជំនួសឲ្យយើងរត់ទៅរកអ្វីគេផ្សេងដើម្បីកំសាន្តចិត្តរបស់យើងសូមឲ្យនៅពេលដែលយើងលំបាកហើយជាគោលបំណងរបស់ព្រះអង្គគឺឲ្យយើងរត់ទៅជាប់ជាមួយនឹងព្រះអង្គហើយនឹងព្រះបន្ទូលរបស់ព្រះអង្គរាល់តែថ្ងៃព្រះអង្គបានប្រាប់នៅក្នុងជំពូក15ខ7ថាបើនៅជាប់ជាមួយនឹងព្រះគ្រីស្ទនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គយើងអត់អាចជឿព្រះហើយអត់មានព្រះបន្ទូលព្រះអង្គនោះទេហើយបងប្អូនអ្វីគេដែលខ្ញុំនិយាយហើយអ្វីគេដែលខ្ញុំជឿថាព្រះគ្រីស្ទនិយាយអំពីនៅជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គមិនមែនមានន័យថាយើងកាន់ព្រះគម្ពីរតណាមកណានៅជាប់ខ្លួនយើងរហូតទេក៏ប៉ុន្តែព្រះបន្ទូលនេះមិនមែនគ្រាន់តែជាអ្វីគេដែលកាន់នៅនឹងដៃឬដាក់នៅលើតុក៏ប៉ុន្តែព្រះបន្ទូលនេះគួរចូលទៅក្នុងគំនិតរបស់យើងហើយហូរចូលដល់ក្នុងចិត្តរបស់យើងដែលរហូតទៅដល់យើងនិយាយថាខ្ញុំអត់អាចញែកព្រះបន្ទូលព្រះអង្គចេញពីជីវិតរបស់ខ្ញុំបានទេពីព្រោះព្រះបន្ទូលរបស់ព្រះអង្គខ្ញុំបានទន្ទិញនៅក្នុងគំនិតរបស់ខ្ញុំហើយវាចូលទៅដល់ក្នុងចិត្តរបស់ខ្ញុំហើយនៅពេលដែលយើងនៅជាប់ជាមួយនឹងព្រះអង្គហើយនឹងព្រះបន្ទូលព្រះអង្គយើងនឹងមានផលផ្លែច្រើនទោះបីជាការលំបាកកើតមានឡើងយ៉ាងណាក៏ដោយនេះហើយជាអ្វីគេដែលសំខាន់សម្រាប់យើងតើមេឃនេះមួយថ្ងៃប្រឹងតែគិតថាតើឆ្នាំនេះខ្ញុំបង្កើតផល5ឆ្នាំក្រោយខ្ញុំត្រូវតែបង្កើត10ឯងព្រះអង្គមានបន្ទូលថាមេឃនេះអត់អាចបង្កើតផលដោយខ្លួនឯងបាននោះទេប្រសិនបើវាអត់នៅជាប់ជាមួយនឹងគុលមេឃដែលមានសុខភាពល្អគឺជាមេឃដែលនៅជាប់ជាមួយនឹងគុលយ៉ាងល្អមេឃនេះអត់អាចមានជីវជាតិចិញ្ចឹមខ្លួនឯងបានទេប្រសិនបើវាអត់ជាប់ជាមួយនឹងគុលយើងដូចគ្នាយើងអត់អាចរស់ដោយខ្លួនឯងប្រសិនបើយើងផ្ដាច់ទំនាក់ទំនងយើងពីព្រះហើយនិងពីព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងទំនុកដំណកើងចំពោះ1និយាយថាអ្នកដែលមនុស្សសុចរិតគេនឹងសញ្ជឹងគិតព្រះបន្ទូលព្រះអង្គទាំងយប់ទាំងថ្ងៃហើយជីវិតរបស់គេប្រៀបដូចជាដើមឈើដែលដុះនៅមាត់ទឹកហើយនឹងមានស្លឹកខៀវខ្ចីនិងផលផ្លែគ្រប់រដូវកាលវាជាជំរឿសរបស់យើងបងប្អូនទាំងអស់គ្នាតើយើងនឹងជ្រើសរើសជីវិតរបស់ខ្ញុំជាមួយនឹងព្រះអង្គហើយនឹងព្រះបន្ទូលព្រះអង្គញឹកញាប់ខ្លាំងប៉ុណ្ណាមានការស្រាវជ្រាវមួយដែលបង្ហាញឲ្យយើងលើកទឹកចិត្តយើងក្នុងការដែលយើងនៅជាប់ជាមួយនឹងព្រះអង្គហើយនឹងព្រះបន្ទូលព្រះអង្គប្រចាំថ្ងៃវានឹងជួយផ្លាស់ប្រែជីវិតរបស់យើងខ្លាំងប៉ុណ្ណាគេបង្ហាញទិន្នន័យនេះមួយគេធ្វើការប្រៀបធៀបគេស្ទង់មតិគេស្រាវជ្រាវមនុស្សប្រហែលជា 10,000 នាក់ហើយគេនិយាយថាប្រសិនបើយើងជាគ្រីស្ទបរិស័ទចំណាយពេលជាមួយនឹងព្រះបន្ទូលព្រះអង្គមួយសប្តាហ៍យ៉ាងហោចណាស់4 ដងនោះភាពឯកោរបស់យើងនឹងធ្លាក់ចុះយើងអាចរស់នៅជាមួយនឹងសហគមន៍គ្នាច្រើនតែយើងអាចមានអារម្មណ៍ឯកាតែប្រសិនបើយើងចំណាយពេលជាមួយនឹងព្រះបន្ទូលព្រះអង្គជាប្រចាំរាល់តែថ្ងៃអារម្មណ៍ឯការបស់យើងនឹងធ្លាក់ចុះវានឹងជួយកាត់បន្ថយកំហឹងរបស់យើងវានឹងកាត់បន្ថយភាពល្វីងជូរចត់របស់យើងវានឹងជួយឲ្យយើងអត់សូវនឹកស្រាក៏ប៉ុន្តែនឹកព្រះវិញ្ញាណបរិសុទ្ធវិញវានឹងជួយឲ្យយើងមានសេចក្តីជំនឿវានឹងកាត់បន្ថយការដែលយើងទៅរកមើលរូបភាពណាមិនសមរម្យដើម្បីឲ្យយើងកំសាន្តចិត្ត
ក៏ប៉ុន្តែអ្វីគេមួយទៀតដែលនឹងបង្កើនឲ្យយើងកាន់តែរីកចម្រើនគឺសេចក្តីជំនឿរបស់យើងនៅពេលដែលយើងអានព្រះបន្ទូលកាន់តែច្រើនជំនឿរបស់យើងនឹងកាន់តែរីកចម្រើនអាមែនហើយនេះជាផលផ្លែយើងអត់ចង់ជឿឲ្យចប់ទេបងប្អូនតែយើងចង់ជឿឲ្យយើងរីកចម្រើនជាមួយនឹងគ្នាអ្វីមួយចុងក្រោយដែលព្រះគ្រីស្ទព្រះអង្គមានបន្ទូលទៅកាន់សិស្សរបស់ព្រះអង្គនៅពេលដែលព្រះអង្គបង្រៀននៅក្នុងម៉ាថាយជំពូក7ទៅដល់ជំពូក5ទៅដល់ជំពូក7ព្រះអង្គមានបន្ទូលពីលើភ្នំមកជាមួយនឹងមនុស្សរាប់រយពាន់នាក់ហើយព្រះអង្គមានបន្ទូលពីរឿងផ្សេងជាច្រើនហើយចុងបញ្ចប់ព្រះអង្គមានបន្ទូលថានរណាគេដែលស្ដាប់ឮព្រះបន្ទូលព្រះអង្គហើយប្រព្រឹត្តតាមអ្នកនោះប្រៀបដូចជាមនុស្សប៉ិនប្រសប់ដែលសង់ផ្ទះនៅលើដឹងថ្មទោះបីជាជីវិតជួបខ្យល់ព្យុះជួបទុក្ខលំបាកជួបការឈឺចាប់ជួបហេតុការណ៍យ៉ាងណាក៏ដោយតែនឹងមិនរង្គើនោះឡើយពីព្រោះអីព្រះបន្ទូលព្រះអង្គទំនាក់ទំនងជាមួយនឹងព្រះអង្គនឹងជួយឲ្យមេឃនេះនៅរឹងមាំហើយមិនមែនគ្រាន់តែរឹងមាំក៏ប៉ុន្តែបង្កើតផលកាន់តែច្រើនហើយនេះជាគោលបំណងជីវិតយើងបងប្អូនមិនមែនគ្រាន់តែជឿឲ្យចប់ក៏ប៉ុន្តែជឿឲ្យរីកចម្រើនមិនមែនគ្រាន់តែជឿឲ្យចប់តែជឿឲ្យបង្កើតផលហើយយើងមិនមែនគ្រាន់តែជឿក៏ប៉ុន្តែយើងចេះព្រះបន្ទូលព្រះអង្គ